តែបើយើងមើលតែវប្បធម៌សង្គមមួយយើងអត់ដឹងគ្រួសារអត់ដឹងផ្ទាល់ខ្លួនអាហ្នឹងគឺនៅខ្វះខាតចំណុចហ្នឹងអញ្ចឹងឧបសគ្គវាកើតមានឡើងច្រើនតាមរយៈនៃវប្បធម៌ខុសគ្នាចឹងខ្ញុំចង់និយាយអំពីឧបសគ្គម្ដងឧបសគ្គនេះមានន័យថាជាដំណើររាំងស្ទះដែលយើងនិយាយថា barrier គឺដូចបារះអញ្ចឹងទំនប់អញ្ចឹងស្អីទៅដែលជាដំណើររាំងស្ទះនៃការប្រស័យតាក់ទងហើយដែលធ្វើឲ្យយើងពិបាកជួបខ្ញុំធ្វើការជាមួយនឹងបរទេសច្រើនមុននឹងខ្ញុំចាប់ដើមធ្វើការជាមួយបរទេសគឺខ្ញុំត្រូវតែសិក្សាអំពីវប្បធម៌របស់ជនជាតិនោះបាទសំខាន់ណាស់មុននឹងនិយាយជាមួយនឹងមនុស្សម្នាក់យើងត្រូវស្គាល់ពីវប្បធម៌របស់មនុស្សនេះគឺជាជនជាតិអីនឹងជាមួយទំនាក់ទំនងការបរទេសដោយឡែកវប្បធម៌នេះសំខាន់ណាស់នៅក្នុងការប្រស្រ័យទាក់ទងវប្បធម៌នេះបានចែកជា3ជាទ្រឹស្ដីនៅក្នុងប្រស្រ័យទាក់ទងវប្បធម៌ចែកចេញជា3ទី1គឺវប្បធម៌ផ្ទាល់ខ្លួនដែលយើងត្រូវដឹងអត់ដឹងបានទេមនុស្សម្នាក់ខុសគ្នាទី2វប្បធម៌គ្រួសារមួយគឺមិនដូចគ្នាទេយើងត្រូវស្វែងយល់ពីគ្រួសារខ្លះមានមនុស្សច្រើនធ្លាប់តែមនុស្សច្រើនគ្រួសារខ្លះមនុស្សតិចតែតិចនិងច្រើនវាមិនសំខាន់គឺរបៀបនៃការរស់នៅរបស់គាត់ដែលត្រូវយល់ចឹងហើយបានគេតម្រូវឲ្យ home stay ខ្ញុំទៅស្រុកគេខ្ញុំមិនសូវនៅ dormitory ទេខ្ញុំនៅ home stay ជាមួយនឹងគ្រួសារគេផ្ទះខ្ញុំជប៉ុនតែតែមនុស្សម្នាក់គឺចង់ដឹងអំពីរបៀបរស់នៅក្នុងគ្រួសារ home stay មួយខ្ញុំភរិយាខ្ញុំឃើញហើយគឺថាម្នាក់មានស្រីមានប្រុសមានស្អាតមានអត់សូវស្អាតតែអត់សូវចង់បានស្រីទេចង់បានប្រុសព្រោះស្រីមកជាមុខសញ្ញារបស់ក្មេងៗវាមកចុះឡើងទៅរំខានណាស្រីមុខសញ្ញាច្រើនណាមានឧបសគ្គច្រើនហើយប្រុសអត់អីទេណាតែក៏បាទភរិយាខ្ញុំនៅចិត្តនេះហើយបាទគឺនៅម្នាក់បាយទឹកនិយាយស្ដីអីផ្សេងគឺបានយល់អញ្ចឹងវប្បធម៌នេះទី2គ្រួសារទី3គឺវប្បធម៌សង្គមខ្ញុំសូមបញ្ជាក់ឡើងវិញគឺថាវប្បធម៌ផ្ទាល់ខ្លួនវប្បធម៌គ្រួសារនិងវប្បធម៌សង្គមសំណួរសួរថាតើវប្បធម៌ផ្ទាល់ខ្លួនមិនទៅមានន័យវាកើតឡើងពីអំពើរបស់យើងនឹងច្រើនទៅវាទៅជាទម្លាប់ច្រើនទៅវាទៅជាប្រពៃណីអាប្រពៃណីនឹងហើយគឺជាវប្បធម៌ផ្ទាល់ខ្លួនណាវប្បធម៌ផ្ទាល់ខ្លួនម្នាក់ខុសគ្នាអ្នកខ្លះវប្បធម៌ផ្ទាល់ខ្លួនចូលចិត្តអានសភៅអ្នកខ្លះវប្បធម៌ផ្ទាល់ខ្លួននឹងចូលចិត្តបន្ទោសគេណាបើមិនបន្ទោសអត់បានទេព្រោះគាត់ធ្លាប់តែបន្ទោសចឹងហើយអញ្ចឹងត្រូវអបអរសាទរនឹងការបន្ទោសរបស់គាត់ព្រោះគាត់វប្បធម៌ផ្ទាល់ខ្លួនគាត់ខ្លាចខូចបែបអាក្រក់ណាវប្បធម៌ខូចមាត់អញ្ចឹងហ៎យើងថាវប្បធម៌ខូចមាត់ណាតែកូនប្រសាមិនសូវចូលចិត្តបានទេជាមួយម្ដាយក្មេកដែលមានវប្បធម៌ខូចមាត់មិនអញ្ចឹងហ៎បាទលោកអើនទៅណាអញ្ចឹងអាហ្នឹងវប្បធម៌ផ្ទាល់ខ្លួនបាទខ្ញុំតែកាលណាទៅណាហើយវប្បធម៌ផ្ទាល់ខ្លួនរបស់ខ្ញុំគឺខ្ញុំច្រើនតែនៅជាប់ជើងនៅហ្នឹងអត់សូវទៅណានៅហ្នឹងអត់ងាយទេបាទតែធ្វើអីធ្វើហ្នឹងហ่ะបែបអញ្ចឹងទៅអញ្ចឹងវាខុសគេខ្លះអាហ្នឹងរឿងមួយគ្រួសារនោះសំខាន់ណាស់តើគ្រួសារជាគ្រួសារបែបម៉េចគឺរបៀបនៃការរស់នៅរបស់គាត់យើងត្រូវដឹងពីវប្បធម៌គ្រួសាររបស់គ្រូបង្រៀនគ្រូពេទ្យមន្ត្រីរាជការកសិករអីផ្សេងគឺខុសគ្នាបាទអត់មានអីអន់ទេក៏ប៉ុន្តែទៅតាមបែបវប្បធម៌យើងអាចពិភាក្សាតទៀតទៅវប្បធម៌គ្រួសារបាទអញ្ចឹងមួយទៀតគឺវប្បធម៌សង្គមគឺជា social culture នេះមានន័យថាសង្គមមួយមានវប្បធម៌មួយដូចជាសង្គមខ្មែរវប្បធម៌ខ្មែរយើងត្រូវខ្មែររបៀបនៃការរស់នៅក្នុងសង្គមខ្មែរដោយយល់តាមវប្បធម៌ខ្មែរមានភាសាប្រពៃណីជំនឿសាសនាទំនៀមទម្លាប់អាហ្នឹងគឺជាវប្បធម៌សង្គម
តែបើយើងមើលតែវប្បធម៌សង្គមមួយយើងអត់ដឹងគ្រួសារអត់ដឹងផ្ទាល់ខ្លួនអាហ្នឹងគឺនៅខ្វះខាតចំណុចហ្នឹងបាទអញ្ចឹងឧបសគ្គវាកើតមានឡើងច្រើនតាមរយៈនៃវប្បធម៌ខុសគ្នា